ស្ទៃទាំងនេះគឺជាម៉ាស៊ីន CNC DIY របស់យើងគឺខ្នាត1325ដែលកម្លាំងម៉ូទ័រកាត់របស់យើងនឹងគឺប្រភេទ 3.2 គីឡូអញ្ចឹងប្រភេទនេះគឺ full set តែម្ដងបងប្អូនគឺមានទាំងរឡូជាមួយនឹងម៉ាស៊ីនបូមតលីអញ្ចឹងកាលណាយើងប្រើម៉ាស៊ីនបូមតលីគឺល្អខ្លាំងណាស់តែតទៅនឹងតលីកតិចអីហ្នឹងវាអត់នាំឲ្យទៅគាំងម៉ាស៊ីនរបស់យើងទេអញ្ចឹងគឺអត្ថប្រយោជន៍សិតតែមានអត្ថប្រយោជន៍ទៅយើងប្រពាក់វាបញ្ចូលហើយសម្រាប់ឈុតនេះគឺឈុតពេញលេញបើន័យថាវាអស់ហើយគឺមានទាំងរឡូមានទាំងម៉ាស៊ីនបូមតលីអញ្ចឹងគឺមានទាំងអស់ហើយប្រភេទម៉ាស៊ីនរបស់យើងគឺប្រើជា standalone controller ហើយសម្រាប់រឡូគឺយើងគ្រាន់តែកាច់ហើយនឹងតម្លាក់តម្លើងទេអញ្ចឹងអានេះគឺយើងប្រើខ្យល់ compressor យើងនឹងធុងខ្យល់យើងសម្រាប់បញ្ចូលកង់បញ្ចូលម៉ូតូបញ្ចូលឡានហ្នឹងគឺថាយកអានឹងមកប្រពាក់បញ្ចូលទៅគឺអាចកំណត់ទៅលើអាឡើងចុះរបស់រឡូនឹងសបានហើយអានេះគឺអត្ថប្រយោជន៍របស់វាគឺការសកប់ទៅលើប្រភេទក្តារទាំងអស់ឬក៏ប្រភេទជ័រអាកាលីកប្រភេទកបោនហ្នឹងទៅគឺយើងប្រើដើម្បីសកត់នៅកលក្ខណៈថាវាស្ដើងនេះវាកោងហ្នឹងទៅឲ្យវាស្មើគ្នាក្នុងការកាត់ជិះវៀងពេលដែលកាត់ទៅម៉ូទ័រវាទាញអាសាច់នឹងឡើងលើទៅបាក់ផ្លែអញ្ចឹងអាវាជួយបានច្រើនទៅលើការកាត់របស់យើងគឺអត់ឲ្យល្អលោដំណើរការហើយតើតម៉ាស៊ីនរបស់យើងគឺមាន chiller នឹងគឺជាធុងត្រជាក់ដូច laser អញ្ចឹងយើងមានធុងត្រជាក់អញ្ចឹងគឺធុងត្រជាក់នេះត្រជាក់ទៅលើម៉ូទ័រកាត់អញ្ចឹងម៉ូទ័រកាត់យើងប្រើជាប្រភេទតយោទឹកហើយបងប្អូនចំណាំថាកាលណាប្រើប្រភេទទឹកអញ្ចឹងគឺវាមានលក្ខណៈល្អជាងការប្រើខ្យល់ដោយសារអីបើខ្យល់ប្រើដង្ហែវាអាចនឹងគាំងឬក៏ខូចដង្ហែថ្ងៃណាមួយតែចំពោះការប្រើ flow ទឹកដូចឡានដូចអីចឹងគឺគេប្រើទឹករត់ចេញចូលដែលមានធុងត្រជាក់អញ្ចឹងគឺដូចគ្នាហើយអានេះសម្រាប់បូមតលីគឺយើងអាចដកចេញចូលបាននៅពេលដែលយើងតម្លាក់អាឡូទៅអញ្ចឹងយើងធ្វើការតម្លាក់រឡូរបស់យើងចុះអញ្ចឹងយើងធ្វើការដកបានហើយតែតនឹងក្បាលរបស់វាហើយយើងដកអានេះដើម្បីមើលថាតើក្បាលរបស់យើងនេះចុះដល់ចំណុចដែលយើងចង់បាននៅព្រោះយើងត្រូវ set 0របស់វាហើយសម្រាប់បងប្អូនដែលទិញម៉ាស៊ីនពី Process DIY កុំភ័យរឿងអត់មានអ្នកបរៀនបានថាយើងបរៀនទៅលើការប្រើប៉ុន្តែខ្ញុំអត់និយាយថាបរៀនតតែមកចេះទេព្រោះអាចេះមិនចេះអាស្រ័យលើយើងរៀនណាព្រោះការរៀនសូត្របើន័យថាបើយើងមិនប្រឹងខ្លួនឯងក៏មិនចេះដែរខ្ញុំណែនាំបងប្អូនថាចង់ប្រើប្រាស់ម៉ាស៊ីនតើតនឹងការប្រើប្រាស់ម៉ាស៊ីននេះគឺយើងគួរតែព្យាយាមបើន័យថាម៉ាស៊ីនតែពិតវាមិនពិបាកអីពេកទេតែកាលណាយើងចេះវាធម្មតាប៉ុន្តែទៅលើពេលវេលាដំបូងបងប្អូនត្រូវបដោតមែនតើទៅលើមិនចាប់ឲ្យបានពេលដំបូងហ្នឹងបើសិនជាយើងអត់ចាប់បានហើយយើងបោះបង់ចោលទេតើគឺអាចចេះទេខ្ញុំចង់ឲ្យបងប្អូនយកម៉ាស៊ីនទៅគឺប្រើប្រាស់បានជិះវាការយកទុកចោលបើន័យថាយកទៅបងប្អូនអាចអភិវឌ្ឍការងារបងប្អូនបានអញ្ចឹងតើតើនឹងម៉ាស៊ីនបងប្អូនអាចតើតមកបានគឺ Process DIY តាម Telegram ភាសាគ្នាបានបងប្អូនអត់ចង់យកឈុតរឡូក៏បានអត់ចង់យកឈុតបូមតលីក៏បានអញ្ចឹងតម្លៃផ្សេងអ្នកដែលយកឈុតពេញគឺតម្លៃផ្សេងអញ្ចឹងគឺខុសគ្នាដោយសារយើង add បន្ថែមអញ្ចឹងទៅអញ្ចឹង support process DIY គឺយើង build ម៉ាស៊ីនមកយូរដែរអញ្ចឹង complete ជួយចុច like subscribe បើនៅលើ YouTube subscribe អ្នកមួយទៅអរគុណច្រើនបាយបាយ